រឿងព្រះភិក្ខុបនេចរភាគទី1និពន្ធជាសៀវភៅប្រឡងលោកដោយសាស្ត្រាចារ្យភាសាខ្មែរអោមណាគ្រីសម្រួលដឹកនាំសម្ដែងជាល្ខោនសំឡេងវិភាគបរិយាកាសដោយឧបាសកអូនវុត្រារៀបចំបច្ចេកទេសផលិតដោយឧបាសកសេងប៉ឆាយគ្រប់គ្រងការផលិតដោយព្រះភិក្ខុឋានវុទ្ធោខណ្ឌខណ្ឌធ្វើសង្មាទានសមាសភាពតួសម្ដែងក្នុងវគ្គនេះមានសុជាតិសម្ដែងដោយឧបាសកសេងប៉ឆាយលោកសេដ្ឋីវឌ្ឍនៈនិងលោកសេដ្ឋីសុធនសម្ដែងដោយឧបាសកអូនវុត្រាត្រង់នាងទេវីសេដ្ឋីនីនាងសន្តរីសម្ដែងដោយយុវសិស្សហ៊ឿនណាវីប្រាថ្នានឹងអាចឆ្លងសូមអញ្ជើញអស់លោកអ្នកស្ដាប់ត្រង់ត្រាប់សម្រង់យកប្រយោជន៍អំពីរឿងព្រះភិក្ខុបនេចរដោយមេត្រីអស់លោកអ្នកស្ដាប់ទាំងឡាយជាទីគោរពស្រឡាញ់មុននឹងអស់លោកអ្នកបានលិតភ្លក់ក្រេបបញ្ជក់នៅរសដ៏ផ្អែមពិសានៃរឿងភិក្ខុបនេចរក្រុមអ្នកផលិតល្ខោនសម្លេងរឿងភិក្ខុបនេចរយើងខ្ញុំសូមអញ្ជើញលោកអ្នកភពប្រសពប្រជាគៀកស្ដាប់ទៅនឹងឧត្តមគតិរបស់អ្នកនិពន្ធដើមនៃសៀវភៅរឿងភិក្ខុបនេចរគឺលោកបណ្ឌិតអមណាគ្រីបន្តិចសិនដោយសារតែពាក្យប្រារព្ធរបស់លោកប្រកបទៅដោយអត្ថន័យអប់រំភាសាខេមរនិយមនិងការឆ្លុះបង្ហាញឲ្យឃើញនៅគំនិតស្រឡាញ់ព្រះពុទ្ធសាសនាទើបក្រុមអ្នកផលិតរឿងភិក្ខុបនេចរជាល្ខោនសម្លេងរបស់យើងខ្ញុំសូមលើកយកនៅកថាមុខរបស់លោកទាំងស្រុងមិនហ៊ានរំលងឬកាត់យកសេចក្តីត្រង់ណាចោលបន្តិចឡើយអារម្មណ៍ភក្បន់អ្នកស្គាល់យល់ចេះនៅកតិកានៃការលេងកីឡាការបើឃើញការប្រកួតប្រណាំងប្រជែងនៃការលេងកីឡាផ្នែកផ្សេងរមែងបានទទួលសេចក្តីសប្បាយរីករាយជាងអ្នកដែលមិនស្គាល់កតិកាកីឡាយ៉ាងណាមិញអ្នកស្គាល់កតិការបស់លោកឬកីឡាជីវិតមានជីវិតនៅក្នុងលោករមែងបានប្រៀបជាងអ្នកមិនបានស្គាល់ក៏យ៉ាងនោះដែរពុទ្ធធម៌ពាក្យព្រានប្រដៅរបស់ព្រះពុទ្ធជាម្ចាស់អប់រំបំភ្លឺមនុស្សឲ្យស្គាល់កតិការបស់ពិភពលោកដឹងសេចក្តីពិតរបស់លោកអ្នកស្គាល់យល់ចេះនៅពុទ្ធធម៌គឺអ្នកស្គាល់យល់ចេះនៅរឿងរ៉ាវជីវិតរឿងរ៉ាវលោកគេលេងនឹងលោកដោយចិត្តអ្នកកីឡាគឺញញឹមជានិច្ចទាំងគ្រាចាញ់និងគ្រាឈ្នះទាំងគ្រាសុខនិងគ្រាទុក្ខភិក្ខុបនេចរជាការស្នើពុទ្ធធម៌បែបរឿងនិទានដោយប្រិយមិត្តមិនបាច់ប្រើគំនិតគិតធ្ងន់ណាស់ណាក៏អាចយល់បានងាយគិតជ្រៅដោយបានឆ្ងាយអាចយកទៅដោះស្រាយបញ្ហាជីវិតក្នុងការជួបព្រឹត្តិការណ៍ផ្សេងៗបានមួយចំនួនហើយជាព្រឹត្តិការណ៍ដែលគេជួបញឹកញាប់ប្រចាំថ្ងៃថែមទៀតផងហើយស័ក្តិសិទ្ធិពិតប្រាកដផង
ជនមួយចំនួនដែលមិនស្គាល់មិនយល់ច្បាស់នៅតម្លៃតម្លារបស់ព្រះពុទ្ធសាសនាព្រោះគេមិនបានសិក្សាឬមិនបានពិចារណាឲ្យចេះយល់ស្គាល់ច្បាស់នៅព្រះពុទ្ធសាសនាថាមានអ្វីខ្លះនៅក្នុងនោះគេមានគំនិតគិតផ្ទុយនិងគំនិតរបស់ជីដូនជីតាយើងចិត្តគំនិតរបស់គេកំពុងសាត់ដណ្ដែតសែនអញ្ចឹងវល់វល់ក្នុងរឿងដទៃទៀតច្រើនសែនច្រើនគេបែរជាឃើញការកាន់សាសនាប្រតិបត្តិធម៌អាចរិយាប្រសើរថាជាអំពើលាសម័យការទៅវត្តទៅវាជារឿងគួរអៀនខ្មាស់ឃើញថាស៊ូនៅតាមរោងភាពយន្តឬរាត្រីសមោសរដែលមានពួកនារីល្អៗតុបតែងតួឆើតឆាយប្រកបទៅដោយសូរស័ព្ទតន្ត្រីនិងចម្រៀងប្រឡងកាមព្រមទាំងសូរស័ព្ទនៃកៅស្រាបើមាននរណាទៅនិយាយធម៌អាសាសនានៅក្នុងទីនោះគេទាំងនោះក៏មិនត្រូវការស្ដាប់ឯអ្នកនិយាយអាចនឹងត្រូវគេចំអកលក់លើពេលជ្រាយឲ្យថាគោះក្បាលបុរាណខ្លះថាជឿឆោតខ្លះព្រមទាំងដៀលថ្មេះធម៌អាឬពុទ្ធសាសនាដោយប្រការផ្សេងសម្ដែងសម្ដីថាខ្លួនប្រសើរប្រន់បើជាងព្រះពុទ្ធនោះទៅទៀតខ្ញុំនិយាយយ៉ាងនេះមិនមែនម៉ៅដៅថាមនុស្សទាំងអស់សុទ្ធតែមានលក្ខណៈយ៉ាងនេះឡើយសេចក្តីពិតដែលគេមិនយកចិត្តទុកដាក់ក្នុងរឿងសាសនាឬធម៌អាចតាក់ទងមកពីគេមិនមានសេចក្តីចេះដឹងគ្រប់គ្រាន់ល្មមនឹងស្រាវជ្រាវរាវរកសេចក្តីពិតចាកសាសនាក៏អាចថាបានតាមពិតព្រះពុទ្ធសាសនាឬធម៌ចោទនឹងដោះស្រាយបញ្ហាជីវិតត្រូវតាមហេតុផលរបស់មនុស្សគ្រប់វ័យគ្រប់ភេទមិនថាក្នុងអតីតបច្ចុប្បន្នឬអនាគតមិនរើសកាលវេលានរណាប្រតិបត្តិបានក្នុងវេលាណាក៏ឲ្យផលក្នុងវេលានោះមិនបាច់រងចាំជាតិមុខឬជាតិណាពាក្យថាព្រះពុទ្ធប្រែថាអ្នកភ្ញាក់ហើយព្រះពុទ្ធគឺជាអ្នកស្រាវជ្រាវឬរកឃើញនៅសេចក្តីពិតដែលប្រកបដោយហេតុផលនិងជាអ្នកប្រកាសផ្សាយនៅសាសនាឬព្រះធម៌ដែលហៅថាព្រះពុទ្ធសាសនានេះឯងព្រះធម៌ឬព្រះពុទ្ធសាសនាជាការចោទនិងដោះស្រាយបញ្ហាជីវិតដូច្នេះព្រះធម៌គឺជាគោលនៃជីវិតយ៉ាងណាមិញយ៉ាងនេះគឺជីវិតដែលប្រឆាធម៌ដោយសតិជីវិតនោះក៏វិកលចរិតប្រឆាប្រយោជន៍បើប្រឆាធម៌ហេរិអោតបៈក៏ជាជីវិតខ្មៅសៅមងពុករលួយច្រើនប្រកបដោយទោសបើប្រឆាធម៌បញ្ញាក៏ជាជីវិតងងឹតងងល់មិនស្គាល់ច្បាស់នៅអ្វីជាប្រយោជន៍និងមិនមែនជាប្រយោជន៍បើប្រឆាធម៌សេចក្តីព្យាយាមក៏ជាជីវិតថយក្រោយគ្មានជំហានឈានទៅរកសេចក្តីចម្រើនមិនអាចដកខ្លួនចាក់រំដៅទុកបានបើប្រឆាធម៌មេត្តាករុណាក៏ជាជីវិតសាហាវយង់ខ្នងខូខើក្រៅមនុស្សធម៌ព្រះធម៌នោះរមែងមាននៅក្នុងជីវិតនៃមនុស្សសពគ្រប់គ្នាតែជីវិតខ្លះក៏ប្រើព្រះធម៌បានច្រើនព្រោះដឹងព្រះធម៌បានទូលំទូលាយជីវិតខ្លះក៏ប្រើព្រះធម៌បានតិចព្រោះដឹងព្រះធម៌មិនទូលំទូលាយតែទោះយ៉ាងណាក៏ដោយគ្រប់ជីវិតត្រូវប្រើព្រះធម៌ដូចគ្នាទាំងអស់ជីវិតខ្លះប្រើព្រះធម៌ផងដឹងព្រះធម៌ផងជីវិតខ្លះប្រើព្រះធម៌តែមិនដឹងព្រះធម៌ដោយមនុស្សដែលបរិភោគអាហារតែមិនស្គាល់ឈ្មោះអាហារមិនចេះចាត់ចែងអាហារតែក៏ត្រូវបរិភោគអាហារអ្នកប្រើព្រះធម៌បានច្រើនក៏បានទទួលផលល្អមានសេចក្តីសុខសេចក្តីចម្រើនច្រើនព្រោះស្គាល់ផ្លូវត្រូវផ្លូវខុសហើយធ្វើដំណើរតែក្នុងផ្លូវដែលគួរអាចនាំហេតុដែលជាប្រយោជន៍ខ្លួននិងប្រយោជន៍អ្នកដទៃមកសារព្រោះបានច្រើនអ្នកប្រើព្រះធម៌បានតិចក៏បានទទួលផលផ្ទុយទៅវិញអ្នកប្រឆាព្រះធម៌សូម្បីមានជីវិតរស់នៅក៏ដូចមនុស្សស្លាប់ហើយព្រោះខ្វះសេចក្តីសុខសេចក្តីចម្រើននិងគុណសម្បត្តិរួមមកព្រះធម៌ឬព្រះពុទ្ធសាសនាជាការចោទនិងដោះស្រាយបញ្ហាជីវិតតាមហេតុផលពិតគំនិតយុត្តិធម៌ការដែលអ្នកខ្លះពោលតែដៀលថាយ៉ាងនេះយ៉ាងនោះព្រោះតែមិនបានសិក្សាមិនបានពិចារណាឲ្យស្គាល់យល់ច្បាស់នៅព្រះធម៌បើគេស្គាល់យល់ច្បាស់នៅព្រះធម៌ឬព្រះពុទ្ធសាសនា
បានក្រេបនៅរសជាតិព្រះធម៌គេមកជារីករាយស្រឡាញ់ព្រះធម៌ស្មើជីវិតពិតប្រកបមិនខានអ្នកខ្លះដែលជក់វក់ជោគតែនឹងលោភៈទោសៈមោហៈហើយដែលមានគោលបំណងពងពង្រឹងពង្រីកភ្លើងទាំង3នេះឲ្យកាន់តែឆេះរឹងរីកធំទូលាយផងរមែងមិនឃើញយល់មិនកើតនៅតម្លៃរបស់សាសនាធម៌អាដែលជាបញ្ហាផ្ទាល់របស់មនុស្សគេនិយមនិយាយលើកទោសអូសដំណើរបន្ទាបបន្ថោកសាសនាធម៌អាតាមវោហាររបស់គេខ្លះក៏និយាយក្នុងន័យថាសាសនាធម៌អាគ្មានសារៈប្រយោជន៍អ្វីសម្រាប់ជីវិតមនុស្សទេដោយសម្ដីមួយឃ្លារបស់ Joseph Goebbels រដ្ឋមន្ត្រីក្រសួងឃោសនាការអាល្លឺម៉ង់ដែលជាសម្ដីសំខាន់របស់ Hitler ឃ្លានោះថានយោបាយជាបញ្ហារបស់លោកនេះសាសនាជាបញ្ហារបស់លោកខាងមុខនយោបាយជាបញ្ហារបស់លោកនេះត្រូវពិតហើយមិនមែនខុសទេតែនយោបាយប្រឆាំងសិលធម៌ឧត្តមគតិរបស់សាសនាជានយោបាយខុសខើនយោបាយសាងសេចក្តីចម្រើនលើសេចក្តីហិនហោចខ្លោចផ្សារបស់អ្នកដទៃឯពាក្យថាសាសនាជារបស់លោកខាងមុខនោះ Goebbels ចង់និយាយថាសាសនាធម៌អាគ្មានប្រយោជន៍អ្វីសម្រាប់លោកមនុស្សទេសម្រាប់តែអ្នកស្រុកខ្មោចប៉ុណ្ណោះដោយលោកយល់យ៉ាងនេះបានជាពួកលោកគិតថាប្រើនយោបាយសម្រាប់កាត់សម្លេចជីវិតមនុស្សគ្មានក្តីមេត្តាប្រណីលុះទីបំផុតទៅពួកលោកមួយចំនួនក៏សម្លាប់ខ្លួនឯងមួយចំនួនទៀតក៏ត្រូវគេព្យួរកប្រទេសជាតិប្រជាជនទ្របធនទាំងឡាយក៏វិនិច្ឆ័យហិនហោចខ្លោចផ្សាដោយសារពួកលោកដែរនេះព្រោះតែលោកយល់ថាសាសនាជាបញ្ហារបស់លោកខាងមុខសម្ដីនេះខ្ញុំសូមកែថាសាសនាពិសេសគឺព្រះពុទ្ធសាសនាជាបញ្ហារបស់លោកនេះដើម្បីវឌ្ឍនភាពនិងសន្តិភាពនិងជាបញ្ហាសម្រាប់លោកខាងមុខផងដោយនាំយកអត្ថបទរបស់ព្រះនរោត្តមសីហនុសម្ដេចឪរបស់ពួកយើងដែលទ្រង់ព្រះលិខិតក្នុងលទ្ធិសង្គមនិយមពុទ្ធសាសនារបស់យើងមកបំភ្លឺថែមជូនទៀតថាព្រះពុទ្ធបរមគ្រូទ្រង់ខំប្រឹងយ៉ាងពេញទំហឹងពុំបាននឹកគិតដល់ព្រះវរកាយព្រះអង្គដើម្បីព្រានប្រដៅមនុស្សលោកអំពីលក្ខខណ្ឌសពយ៉ាងដែលមនុស្សលោកត្រូវជៀសវាងពុំឲ្យជួបប្រទះនឹងអំពើទុច្ចរិតចំពោះសង្គមចំពោះគ្រួសារខ្លួនចំពោះមិត្តភក្តិខ្លួនឬចំពោះខ្លួនឯងក្នុងវត្ថុបំណងនេះព្រះអង្គទ្រង់ប្រទានព្រះឱវាទដ៏ងាយយល់បំផុតដើម្បីជួយមនុស្សលោកគ្រប់គ្នាដែលជាហេតុនាំឲ្យមានការកោតសរសើរឧទាហរណ៍ដូចជាព្រះអង្គទ្រង់ទូមានមហារាជទាំងឡាយឲ្យទ្រង់យកព្រះハរតីទុកដាក់តែនឹងសុភមង្គលនៃប្រជារាស្ត្រព្រះអង្គជាងការសប្បាយរីករាយរបស់ព្រះអង្គផ្ទាល់ព្រះអង្គទ្រង់ទេសនាទូមានពាណិជ្ជករទាំងឡាយកុំឲ្យពេញចិត្តតែនឹងប្រកាសតែនឹងការចំណេញពេកជាងសេចក្តីសុចរិតចំពោះអ្នកដទៃហើយនឹងជាងអំពើកុសលចំពោះជនក្រីក្រព្រះអង្គទ្រង់ទូមានមហាសិទ្ធិទាំងឡាយឲ្យនឹកគិតដល់សេចក្តីទុក្ខព្រួយរបស់ខ្លួនផងប្រសិនបើខ្លួនត្រូវគេធ្វើទុក្ខបុកម្នេញដូចជាកូនឈ្នួលរបស់ខ្លួននោះព្រះអង្គទ្រង់ទេសនាបដៅពួកចោរទាំងឡាយឲ្យត្រេះរិះពិចារណានៅអំពើអកុសលដែលពួកខ្លួនបានប្រព្រឹត្តហើយដែលខ្លួនទុកថាជាមុខរបរធម្មតាដោយអ្នកដទៃនោះម្យ៉ាងទៀតដើម្បីពិចារណាឲ្យឃើញថាព្រះពុទ្ធសាសនាធម៌អាចោលនឹងដោះស្រាយបញ្ហាជីវិតបញ្ហាសង្គមមែនទេនោះក៏បីរំលឹកព្រះសង្ឃកថានៃសម្ដេចឪក្នុងមហាសន្និបាតមួយថាសង្គមរាស្ត្រនិយមរបស់យើងបានយកឱវាទនៃព្រះពុទ្ធបរមគ្រូជាគោលការណ៍ដោយខិតខំរក្សាព្រះពុទ្ធសាសនានិងដឹកនាំពលរដ្ឋខ្មែរឲ្យបានប្រកបនៅសេចក្តីចម្រុងចម្រើនសន្តិភាពត្រជាក់ត្រជុំដោយសពថ្ងៃពុទ្ធឱវាទគឺមានមកមុនសាសនាដទៃមុនមនោគមវិជ្ជាអាទិរអាទិដូច្នេះ
ដើម្បីជាជំនួយជួយបញ្យល់នៅពុទ្ធធម៌ឬព្រះពុទ្ធសាសនាធម៌អាដែលចោទនឹងដោះស្រាយបញ្ហាជីវិតពិតៗខ្ញុំសូមជូនរឿងព្រះភិក្ខុបនេចរសម្រាប់បង្កើតបញ្ញាស្មារតីនៃលោកអ្នកនិយមអានសៀវភៅទាំងឡាយបើបុណ្យកុសលណានឹងក៏បីកើតឡើងពីការផ្សាយពុទ្ធធម៌ក្នុងរូបរឿងព្រះភិក្ខុបនេចរនេះខ្ញុំសូមឧទ្ទិសកុសលនោះជូនចំពោះវិញ្ញាណក្ខន្ធនៃមាតាបិតារបស់ខ្ញុំដែលជាព្រះបានបង្កើតនិងចិញ្ចឹមខ្ញុំមកនិងជូនចំពោះគ្រូបាធ្យាយទាំងឡាយដែលលោកជាព្រះបានបណ្ដុះបណ្ដាលប្រាជ្ញាស្មារតីចំណេះវិជ្ជាចំពោះខ្ញុំសូមប្រិយមិត្តទាំងឡាយបានក្រៀមនៅរស់ព្រះពុទ្ធធម៌ដោយសប្បាយរីករាយចុះសូមអក្សរសាស្ត្រសិល្បៈភាសាជាតិបានលូតលាស់ដកលូតលាតវាតវែងឆ្ងាយសូមសកលមុនដល់លោកសុខសប្បាយរលត់ពាយរលាយពើភ្លើងសង្គ្រាមសូមលំអានដានលំអព្រះធម៌ថ្លៃចូលជ្រួតជ្រាបដួងហរតីសសាយឈាមនៃសពសត្វឲ្យបានសែបក្រេបធ្វើតាមផ្លូវសំណាមពុទ្ធសាសនាថ្លៃថ្លាអើយព្រមពេញថ្ងៃច័ន្ទទី14ខែវិច្ឆិកាឆ្នាំ1966អោងណាគ្រីក្រុមសាវត្ថីធ្លាចាក់ភ្នំហេម៉ាឡ័យចុះទៅខាងត្បូងដែនដីនៃភារតវេសៈភាគខាងជើងមានក្រុងមួយនាមថាកូរខបុរៈចាក់ក្រុងនេះទៅប្រចាំទិសជាខាងជើងតាមផ្លូវរថភ្លើងជារយៈប្រមាណ6យោជន៍អ្នកចរិតស្វែងរកបុណ្យនឹងបានដល់ឆ្នេរស្ទឹងរិបឌីនាទី